បងប្អូនមើលផ្លែបឺនេះបងប្អូនផ្លែពេញមេឃហ្មងណាអត់ដែរប្រទេសឲ្យបងប្អូនណាមិនដឹងថាបងប្អូនណាធ្លាប់ប្រទេសអត់ទេនេះផ្លែឲ្យកោកមេឃត្មងបងប្អូនអើយនេះហើយស្លឹកវារឹងតិចតិចចេះទៀតយើងមើលទៅនិយាយថាតយ៉ាមកពេញដើមមកបងប្អូនមិនមែនមានតែមួយមេឃទេណាមកដើមនេះគឺផ្លែយកតែមែនតែនហ្មងណាមិនដឹងថាមានវិធីសាស្ត្រអីដាំមានវិធីសាស្ត្រអីក្នុងការធ្វើវាបានវាផ្លែដល់យ៉ាងថ្នាក់នេះបងប្អូននេះមើលខាងក្រោមនេះផ្លែដល់ខាងក្រោមនេះទៀតហើយបងប្អូនមើលកន្លែងនេះនៅខាងក្រោមនេះហើយបើមកខាងនេះឃើញទេផ្លែពេញទាំងអស់ហើយនៅខាងក្រោមសយ៉ាមេឃរបស់វានេះទូចប៉ុន្មានក៏មានផ្លែដែរបងប្អូនសាហាវមែនតែនហ្មងណាសរសើរម្ចាស់ហ្មងជំរាបសួរអ៊ំហើយមានវិធីសាស្ត្រអីដាំដើមបឺនេះមិនក៏ផ្លែល្អយ៉ាងនេះដឹងយ៉ាងម៉េចបើផ្លែមកមានតែដាក់ជីអីទួចហ្នឹងអូអញ្ចឹងអត់ដឹងថាមានវិធីសាស្ត្រអីទេដឹងតែផ្លែខ្លាំងហ្មងផ្លែអញ្ចឹងហ្មងហើយផ្លែបានប៉ុន្មានឆ្នាំហើយផ្លែបាន3ឆ្នាំនេះហើយអូមានតែផ្លែឆ្នាំហ្នឹងទេចា3ឆ្នាំហើយតែផ្លែនេះល្អដូចគ្នាអ៊ំចាគ្រប់ឆ្នាំអញ្ចឹងហ្នឹងហើយអូវាពូជវាផ្លែមូលអញ្ចឹងបាទអានេះគេហៅពូជអីអ៊ំអានេះពូជបើដូចគ្នាបើគាត់ផ្លែវាមូលឲ្យអត់វែងយើងគិតថានេះល្មមយើងបេះនៅឲ្យអត់ទាន់ចាស់ប្រហែលខែបានបេះបានអ៊ំដឹងប្រហែលខែទេអូនប៉ុន្តែបើចាស់ទៅមើលសបល់វាដូចថាសបល់វារៀងក្រើមមកនៅអាឡុងអញ្ចឹងនៅអត់ទាន់ចាស់ទេអញ្ចឹងចាអានេះប្រហែលខែបានចាស់អ៊ំដឹងជាប្រហែលខែនេះនឹងអត់ដែលរាប់ខែហងអូតែដឹងតែចាស់យើងមើលដឹងណាអ៊ំណាតែចាស់មើលសបល់វាដឹងកាពិតខ្ញុំឃើញផ្លែបឺដើមអ៊ំនេះដោយចៃដន្យទេដោយសារខ្ញុំជិះឡានកាត់នេះទៅក៏ឃើញផ្លែខ្លាំងមែនទែនបងប្អូនផ្លែច្រើនយូរតែមែនទែនធ្វើឲ្យខ្ញុំទ្រាំមិនបានខ្ញុំក៏សម្រេចចិត្តសុំអ៊ំថតហើយឥឡូវចុះបានមកថតនេះបងប្អូននេះឃើញទស្សនភាពហើយបងប្អូនផ្លែបឺនេះគឺផ្លែយូរតែមែនទែនខ្ញុំអត់ដែលឃើញផ្លែបឺឯណាផ្លែច្រើនហើយផ្លែខ្លាំងដល់ថ្នាក់ហ្នឹងឯងបងប្អូនបឺនេះប្រហែលជាបេះទៅបានប្រហែលគីឡូឆ្នាំទៅបេះ40គីឡូអស់តែមួយមេឃមកខាងនេះ40គីឡូតែយើងបេះយើងលក់ឲ្យគេឬទឹកហូបខ្លួនឯងលក់ឲ្យគេអញ្ចឹងពីឆ្នាំទៅមិញបាន1គីឡូបានអ៊ំបឺ4000បាន1គីឡូ4400គីឡូ40គីឡូតាមមួយមេឃណោះហើយមកសរុបមកដើមហ្នឹងបានប្រហែលគីឡូទៅឆ្នាំទៅមិញច្រើនដែរអូនអត់ចង់ប្រាប់ហ្មងស្រួលច្រើនដែរអូនដឹងប៉ុន្មានអូនដឹងប៉ុន្មានបើអត់ចង់ប្រាប់តាមពិតអត់ចង់ប្រាប់ទេ40គីឡូម្ដង20គីឡូម្ដង30គីឡូអញ្ចឹងទៅអ៊ំវាមិនបានគេមិនលើកទាំងដុំច្រើននេះណាបើអញ្ចឹងអ៊ំវាភ្លេចវាភ្លាំងដែរហ្នឹងបើខ្ញុំនេះអត់ដែលមានថ្នាំបាញ់ថ្នាំទេបាញ់តែថ្នាំតកើច្រើនបាញ់ថ្នាំតកើអញ្ចឹងហើយចុះបើសិនជាយើងនិយាយថាថ្នាំវិញអត់ដែរអត់ថ្នាំអីក៏អត់ដែរអត់ទេបើថាតកើអីខ្ញុំបាញ់តែថ្នាំតកើឲ្យកូនបាញ់តែថ្នាំតកើចុះជីដែរដាក់ឯងជីដាក់ជួនណាដាក់បន្តិចណាដាក់ជីដាក់ហើយដើមនេះដូចជាមិនដល់10ម៉ែត្រទេអ៊ំណោះកម្ពស់វាហើយផ្លែយ៉ាងនេះណោះម៉ែកឡើងទៀបប៉ុន្តែនៅផ្លែនេះបងប្អូននេះផ្លែមកកោកពេញនៅនឹងតែម្ដងបងប្អូននេះឃើញទេបាទនេះវាបន្លំមួយស្លឹកបន្តិចទេណាប៉ុន្តែខាងនោះវាស្លឹកតិចបើសិនតែស្លឹកច្រើនយើងអត់សូវឃើញតែដល់ពេលស្លឹកតិចអញ្ចឹងយើងមើលឃើញសុទ្ធតែផ្លែតែម្ដងអ៊ំណោះហើយនេះក្រងនឹងបេះលក់ឲ្យគេខែណាអ៊ំអាចចុងខែ6អីហ្នឹងឯងចុះចិត្តដល់អញ្ចឹងចាម្ចាស់ដាំដើមបឺអញ្ចឹងដែលហូបបឺខ្លួនឯងហូបអូអញ្ចឹងមិនសាច់ស្អាតបឺនេះគឺសាច់វាស្អាតគេហូបវាដើម្បីសាច់ស្អាតអញ្ចឹងបងប្អូនមើលអ្នកដាំដើមបឺសាច់ស្អាតមិនធម្មតា70ហើយណាក្មួយតែសាច់នៅស្អាតមែនទេអ៊ំអញ្ចឹងណាអ្នកដាំដើមបឺឃើញឆ្លងពីបឺទៅហ៎គេថាហូបផ្លែបឺហ្នឹងឈឺសន្លាក់ឈឺអីចេះត្រូវអីចេះហូបទៅណាបាទហូបទៅបាទបឺហូបល្អតើអ៊ំខ្ញុំទៅវិញអីអាចសុំអីត្រឹមមានអីអត់តែចាស់1ម៉ែត្រ2ម៉ែត្រអីបានទេបើថាចាស់ខ្ញុំទៅកំណាញ់អី1គីឡូ2គីឡូឲ្យធូរបាទឲ្យធូរអើយអរគុណច្រើនអ៊ំណានិយាយលេងមួយអ៊ំទេបាទជំរាបលាអ៊ំបាទ